យើងខ្ញុំសូមផ្សាយចេញពី YouTube Channel Cambodia Daily 24បាទរូបស្អាតៗក្នុងថ្ងៃមង្គលចូលរោងរបស់លីច័ន្ទសីហានាពេលនេះបាទពេលវេលាដែលតារាសម្ដែងស្រីលីច័ន្ទសីហាបានទន្ទឹមរង់ចាំអស់រយៈពេលជាយូរពេលនេះបានមកដល់ហើយដែលពេលវេលានាងកំពុងតែចូលរោងការជាមួយនឹងកូនកំលោះដែលស្រឡាញ់គ្នារាប់ឆ្នាំនេះបាទយោងតាមការបង្ហោះពីលោកអ៊ឹមជីវ៉ាបានឲ្យដឹងឃើញថាមានតារាជាច្រើនដួងបានចូលរួមជាភ្ញៀវកិត្តិយសយ៉ាងកុះករដែលនេះគ្រាន់តែជាថ្ងៃចូលរោងតែប៉ុណ្ណោះចុះទម្រង់ថ្ងៃស្អែកតែជាថ្ងៃពិសេសទៀតនោះមិនដឹងថាតារាច្រើនប៉ុន្មាននោះទេក្នុងនោះគេសង្កេតឃើញថាក្នុងពិធីរៀបការទាំងមូលរបស់លីច័ន្ទសីហាពោពេញទៅដោយពណ៌ផ្ទៃមេឃព្រោះថានាងចូលចិត្តពណ៌នេះហើយជាពិសេសនៅថ្ងៃស្អែកនឹងមានមិត្តជិតស្និទ្ធរបស់នាងស្លៀកឈុតពណ៌ផ្ទៃមេឃផងដែរសូមកុំខាតពេលយូរទៅមើលរូបថតក្នុងថ្ងៃចូលរោងរបស់លីច័ន្ទសីហាទាំងអស់គ្នាបាទស្អាតណាស់បាទកូនកំលោះរៀងធាត់បន្តិចតែសមជាមួយនឹងកញ្ញាបាទពិតជាស្អាតមែនបាទនឹងគ្រាន់ជាថ្ងៃចូលរោងរបស់គាត់ទេបាទមានទាំងតារាសម្ដែងតារាបង្ហាញម៉ូដនិងពិធីករពិធីការនីទាំងអស់បាទស្អាតណាស់បាទទាំងរោងការទាំងអីហ្នឹងមានតាំងពីអ្នកនាងចន់ច័ន្ទលក្ខណាហើយទាំងអស់គ្នាបាទមានមតិ comment ជាច្រើនអបអរសាទរចំពោះបងសីហាដែរបាទកញ្ញាលីច័ន្ទសីហាបាទសូមអរគុណឆ្ងល់ទេថាហេតុអ្វីជនជាតិអឺរ៉ុបមុខចាស់ជាងខាងអាស៊ីបាទទោះបីអាយុដូចគ្នាក៏ដោយបាទអត្ថន័យនេះគឺមានន័យថាជនជាតិអឺរ៉ុបហេតុអ្វីមុខចាស់ជាងជនជាតិអាស៊ីបាទទោះអាយុដូចគ្នាក៏ដោយបាទចំណងជើងនេះគឺមានអត្ថន័យយ៉ាងណាសូមរីករាយជាមួយខ្ញុំបាទភាគច្រើនអ្នកគ្រប់គ្រងតែងតែឆ្ងល់ថាហេតុអ្វីបានជាតារាអាស៊ីដូចជាតារាកូរ៉េខាងត្បូងមានមុខក្មេងស្រស់បំពងជាងតារាអឺរ៉ុបទោះបីជាពួកគាត់មានអាយុដូចគ្នាក៏ដោយថ្ងៃនេះប្រិយមិត្តនិងអ្នកដឹងកាន់តែច្បាស់ពីមូលហេតុទាំងអស់គ្នាតាក់ទងនឹងសម្រស់តារាអាស៊ីនិងតារាអឺរ៉ុបបើតាមសារព័ត៌មានកូរ៉េមួយបានឲ្យដឹងថាជនជាតិកូរ៉េនិងជនជាតិអឺរ៉ុបពេញចិត្តស្ទើរលើស្ទាយផាត់មុខខុសប្លែកពីគ្នាដែលខាងអឺរ៉ុបចូលចិត្តធ្វើមុខផាត់មុខមាត់របស់គេឲ្យទៅជារបៀបចាស់ទុំនិងបែបស្មុគស្មាញជាពិសេសពួកគេតែងតែផាត់មុខខ្លាំងលើកន្លែងសំខាន់ៗដូចជាបបោមាត់លាបឲ្យក្រាស់និងផាត់ស្រមោលភ្នែកឲ្យដិតជាបំផុតចំណែកឯខាងអាស៊ីវិញប្រើប្រាស់នៅ style តុបតែងមុខបែបធ្វើឲ្យអ្នកណាមើលទៅឃើញក្មេងបែបស្ដើងក្នុងនោះពួកគេចូលចិត្តលាបស្រមោលភ្នែកតិចតួចបំផុតស្ទើរតែមើលមិនឃើញនិងលាបក្រែមបបោមាត់ពណ៌ស្រាលតែប៉ុណ្ណោះទាំងនេះជាហេតុផលដែលធ្វើឲ្យមានភាពខុសគ្នាទៅលើសម្រស់របស់ជនជាតិអាស៊ីនិងជនជាតិបរទេសបាទពិតទៅគឺការតុបតែង make up បើលក្ខណៈថាយើង make up មើលទៅឃើញស្អាតទីសងគឺការ make up របស់យើងបាទនេះគឺជាតារាដែលមានរូបសម្រស់និងអាយុដូចគ្នាបាទបើប្រៀបធៀបជាមួយនឹងតារាអឺរ៉ុបនិងតារាអាស៊ីបាទគឺម្យ៉ាងម្នាក់ទេបាទបើគិតទៅគឺពួកគាត់គឺមានសម្រស់ស្រស់ស្អាតបាទហើយជាមួយនឹងការ comment អំពីទស្សនិកជនដែលគ្រប់គ្រងក្នុងការសម្ដែងរឿងបាទសូមអរគុណសម្រាប់ការផ្សាយចេញពី YouTube Channel Cambodia Daily 24សូមអរគុណសូមជម្រាបលា